ហើយការបង្កើតការងារនៅក្នុងប្រទេសរបស់យើងគឺផ្អែកទៅលើអភិក្រមគុណភាពបរិមាណនិងគុណភាពស្អីទៅដែលការងារដែលមានគុណភាពការងារដែលមានគុណភាពវាមានសុចនាករមួយចំនួនទី1គឺការងារសមរម្យដែលគោរពទៅតាមច្បាប់នេះគឺសំខាន់យើងមិនចេះតែរកការងារដែលយកមកឲ្យហើយមិនគោរពច្បាប់មិនគោរពនៅសិទ្ធិរបស់កម្មករនិយោជិតនេះគឺជាការបដិញ្ញាចិត្តរបស់យើងមិនអាចបង្កើតនៅការងារណាគ្រាន់តែបានប្រាក់ខែខ្ពស់ខ្លាយទៅជាទាសករអត់ទេគឺត្រូវគោរពច្បាប់អញ្ចឹងបានយើងមានសិទ្ធិបង្កើតរហូតដល់សហជីពមូលដ្ឋានរហូតដល់សហព័ន្ធសហជីពដើម្បីការពារសិទ្ធិវាទី2ផ្ដល់ឱកាសសម្រាប់កម្មករនិយោជិតរបស់យើងនៅក្នុងការទទួលបានការបដិបដាលបំណិនកាន់តែកើនឡើងជាឱកាសកាន់តែល្អប្រសើរចាប់ផ្ដើមពីវិស័យកាត់ដេរឬមួយពីការងារដែលមានបំណិនទៀតត្រូវការបំណិនឬមួយជំនាញទៀតដែលយើងចាប់ផ្ដើមពីឆ្នាំ90ជាងឥឡូវយើងមកដល់នៅក្នុងការបង្កើតការងារដែលអាចមានរហូតទៅដល់ការផលិត computer chip ការផលិតជាគ្រឿងបង្គុំអគ្គិសនីការផលិតរថយន្តឥឡូវមិនត្រឹមតែរថយន្តប្រើប្រេងសាំងទេរថយន្តអគ្គិសនីទៀតបាទអញ្ចឹងបានន័យថាឱកាសការងារសម្រាប់ប្រជាពលរដ្ឋយើងពីមុនយើងអាចថាឆ្នាំ90ជាងយើងទៅរៀនបច្ចេកទេសអគ្គិសនីនៅក្រៅទៅអីបើមកក្នុងប្រទេសយើងមានតែកាត់ដេរឬមួយក៏យើងទៅរៀនវិស្វកររថយន្តទៅអីបើមកត្រឹមតែកសិកម្មឥឡូវយើងមានបង្កើតហើយនឹងពង្រីកលទ្ធភាពទាក់ទាញវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញខ្ពស់ដើម្បីឲ្យប្រជាពលរដ្ឋយើងបានរៀនសូត្របានបណ្ដុះបណ្ដាលជំនាញជាមូលដ្ឋានសម្រាប់កសាងសេដ្ឋកិច្ចយើងយូរអង្វែងបានន័យថាការងារដែលមានគុណភាពមិនមានលក្ខណៈកញ្ឆក់កដៀនមិនមានលក្ខណៈត្រឹមតែភ្លើងច្បើងធ្វើបានមួយឆ្នាំគេបិទរោងចក្រដើរទៅបាត់អត់ទេគឺរយៈពេលវែងបណ្ដុះបណ្ដាលនៃកន្លងអាជីពរបស់ប្រជាពលរដ្ឋរបស់យើងនេះដែលហៅថាការងារដែលមានគុណភាពបរិមាណបានន័យថាឲ្យកាន់តែកើនប៉ុន្តែមិនកើននៅនឹងតែមួយកន្លែងទេគឺបរិមាណរុញទូទាំងប្រទេសចឹងហើយបានជាការចាប់ផ្ដើមខេត្តខ្លះដែលពីមុនពឹងផ្អែកទាំងស្រុងទៅលើកសិកម្មឥឡូវមិនត្រឹមតែកសិកម្មទេមានទាំងសេវាកម្មមានទាំងឧស្សាហកម្មទៅទៀតការបណ្ដុំនៃការចាប់ផ្ដើមដំបូងនៅរាជធានីភ្នំពេញនៅខេត្តព្រះសីហនុដោយសារយើងមានហេដ្ឋារចនាសម្ព័ន្ធមានភ្លើងមានទឹកមានអីនៅក្បែរតែនៅក្នុង30ឆ្នាំនៅក្នុងជាពិសេសក្រោយពេលដែលយើងបានសន្តិភាពពេញលេញយើងជំរុញការអភិវឌ្ឍទៅតាមខេត្ត